ចឹងនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំនឹងមើលអ្នកគ្នាអំពីរបៀបក្នុងការប្រើប្រាស់ ChatGPT ដើម្បីយើងចេញទៅចេញជារូបភាពបែបនេះហើយមួយទៀតគឺយើងចេញទៅចេញជារូបភាពច្រើនបែបច្រើនប្រភេទដែលមាន 3D 2D អីចឹងទៅអូខេអញ្ចឹងកុំឲ្យខាតពេលតោះយើងទៅធ្វើវាទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងមាន Chrome OS មួយមកឬក៏អ្នកគ្នាអាចប្រើ browser ផ្សេងក៏បានដែរអញ្ចឹងយើងចូលមកនៅក្នុងនេះអ្នកគ្នាអាចសរសេរថា ChatGPT បន្តមកទៀត search អូខេអញ្ចឹងក្នុងនេះគឺយើង open លើ website របស់គេបន្តមកទៀតយើងធ្វើការ login គឺយើងអត់មាន account ទេយើង sign up អូខេអញ្ចឹងខ្ញុំធ្វើការចុច login កន្លែងនេះគឺ login with ChatGPT អញ្ចឹងខ្ញុំទទួលបាន account បន្តមកទៀតគឺយើងធ្វើការ generate រូបភាពអញ្ចឹងដើម្បី generate រូបភាពយើងធ្វើមិនខ្លះយើងមើលកន្លែងនេះវាមាន as anything បន្តមកទៀតយើងចុចសញ្ញាបូកហើយយើងចុច upload from computer បន្តមកទៀតយើងទៅរករូបភាពរបស់យើងហើយយើងរករូបណាដែលយើងចង់យកមក generateអញ្ចឹងខ្ញុំទៅរកមើលសិនខ្ញុំដាក់រូបមួយនេះចុះអូខេអញ្ចឹងរងចាំបន្តិចនៅពេលដែលវាពង upload អញ្ចឹងណាអញ្ចឹងខ្ញុំរុញឲ្យធំដើម្បីអ្នកសូមមើលអញ្ចឹងកន្លែងនេះគឺជារូបរបស់យើងហើយបន្តមកទៀតយើងចុចនេះ visual idea and concept ឬក៏យើងចុចកន្លែងនេះយក canvas ក៏បានដែរប៉ុន្តែវាស្រាប់ writing code ប៉ុន្តែយើងសរសេរមិនក៏វាចេញចូលភាពយ៉ាងដូចគ្នាអញ្ចឹងយើងយកកន្លែងមួយនេះមកណាចុចវាហ្នឹងមកបន្តមកទៀតយើងសរសេរform របស់យើងមកអូខេអញ្ចឹង form នេះគឺខ្ញុំឲ្យវាបង្កើតរូបហ្នឹងទៅជារូប anime 2D ឬក៏ 3D ក៏បានដែរអញ្ចឹងដំបូងនេះគឺខ្ញុំដាក់វាទៅជា anime 2D អូខេគឺ add anime 2D by using this picture ហើយយើងដាក់ថា make it clear and look like real picture អូខេអញ្ចឹងបើអ្នកគ្នាចេះអង់គ្លេសច្រើនជាងខ្ញុំអាចទៅសេតាមអ្នកគ្នាចង់ទៅប៉ុន្តែខ្ញុំទៅសេតែប៉ុណ្ណេះខ្ញុំជឿថាវានឹងឲ្យយើងមកស្អាតអញ្ចឹងខ្ញុំបន្ថែមបន្តិចទៀត and best solution អូខេហើយយើងផាន់មកយើង enter អញ្ចឹងកន្លែងនេះគឺវាយករបស់យើងទៅហើយបន្តមកទៀតគឺវានឹងចុច generate កន្លែងនេះឲ្យយើងហើយមួយទៀតវាឲ្យយើងរងចាំតិចដោយសារតែមានមនុស្ស file ច្រើនមែនទែនហើយជាអាចនឹង5នាទីអីចឹងទៅវារៀងយូរគួរសមដែរដោយសារតែអ្នក file ច្រើនអញ្ចឹងណាអញ្ចឹងរូបភាពរបស់យើងបានធ្វើហើយអ្នកនរគ្នាអញ្ចឹងយើងអាចមើលកន្លែងនេះអញ្ចឹងវាចេញមកគឺមាន detail ច្បាស់គ្រាន់បើដែរដូចជាយើងមើលកន្លែងនេះគឺអក្សរខ្មែរប៉ុន្តែវាអត់ស្គាល់ប្រហែលជាវាពើកន្លែងនេះដោយសារកាមេរ៉ានេះចាប់ផុតទៅខ្លាំងអញ្ចឹងទៅវាចេញមកគឺអក្សរជប៉ុនហើយកន្លែងនេះគឺវា detail បានច្បាស់ហើយបន្តមកទៀតកន្លែងអក្សរលើអាវនេះអូខេអក្សរនេះគឺវាសន្មតថាចេញប៉ុណ្ណេះអញ្ចឹងយើងអាច download រូបភាពនេះយកទៅប្រើបានអូខេជាងខ្ញុំ download រូបមួយនេះមួយសិនអូខេអញ្ចឹង size របស់វាគឺ2 MB 2.8 73 MB ហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ឲ្យវាធ្វើមួយទៀតអូខេ make it to be like Minecraft character Minecraft អូខេ character ចឹងកន្លែងនេះបើសិនជាពិបាកយើងអាចចុច Google Translate តែម្ដងទៅឲ្យវាក្រោយវាក៏ឲ្យយើងហើយចឹងយើង enter មកអូខេអ្នកនរគ្នាចឹងរូបភាពរបស់យើងគឺមកអីចឹងកន្លែងនេះគឺរូបមុនហើយនេះគឺជារូបបន្ទាប់អញ្ចឹងរូបមួយនេះគឺខ្ញុំគាត់សរសេរថា make it to be like Minecraft character ទៅគឺវាចេញប៉ុណ្ណេះមកយើងចឹងយើងអាចចុចលើនេះដើម្បីមើលទៅវាស្អាតដូចគ្នាកន្លែងនេះគឺអក្សរជប៉ុនហើយសក់អូខេសក់ Minecraft ចំមុះភ្នែកមាត់អញ្ចឹងទៅហើយមានដំបងចងដូចគ្នាហើយខាងក្នុងនេះគឺ detail បានស្អាតមែនតើអូខេអញ្ចឹងរូបចុងក្រោយដែលយើងសាករបស់នោះគឺយើងប្រើឲ្យវា generate រូបភាព 3D ដូចជាតុក្កតាពេជ្រសាអញ្ចឹងយើងទៅសេមកសេផមដដែលមកប៉ុន្តែយើងដូរវិញអញ្ចឹងយើងដាក់ម្ដងទៀត make it to be likeពេជ្រសា anime អានោះគឺ animation អញ្ចឹង animation 3D character ដូចគ្នាចឹងពាក្យភាសានេះវាអត់មាននេះទៅទេហើយពាក្យនេះយើងសេខុសទៀតហើយអូខេចឹងបើអ្នកនេះចេះអង់គ្លេសស្ទាត់ចេះនៅទៅប៉ុណ្ណឹងគឺ easy ទេអូខេចឹងយើងចុច enter អូខេអ្នកនរគ្នាចឹងរបស់យើងនេះគឺចេញមកហើយ
chứng dương mơ tăng được rồi mà ní cứ chiều bên anime ní hệ mơ tới sát bên té này không họ tiết nhưng mơ Minecraft và dưỡng coi về sát kia tầm tay cho đó của anh càng tròn ní cứ việc đạo bộ mod ở dương khi nhà mọi vô thì mấy bạn mình bộ mod tầm tay dương đàm lột tục đấy để sao tại dương trên đây bị học hành cho này chân giờ tìm phật mở bán ok chân của anh đi chỉ mình buồn tụ bắt bài dưỡng này ok ní cứ chiều thì 7 អូខេហូបបន្ទាប់ទៀតនេះរូបថ្ងៃមុនដែលខ្ញុំបានចែកទៅសាកតេស្តសោអូខេរូបមួយនេះក៏ស្អាតដូចគ្នាអញ្ចឹងវាមានទាំងអស់4រូបដែលខ្ញុំសាកតេស្តថ្ងៃមុនដូចគ្នាដោយសារតែយើងខ្លាចសរសេរប្រមខុសអញ្ចឹងណាហ្នឹងហើយអ្នកគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយចំពោះវីដេអូក្រោយគឺយើងនឹងសិក្សាអំពី AI ផ្សេងៗទៀតអូខេអរគុណច្រើន